បាទបន្ទាប់ពីខ្ញុំបានដាក់លាយគ្រឿងក្រៅរួចរាល់ហើយអញ្ចឹងប្រហុកចិញ្ច្រាំរបស់ខ្ញុំក៏បានរួចរាល់អញ្ចឹងបន្ទាប់ពីខ្ញុំចិញ្ច្រាំរួចរាល់ហើយខ្ញុំបញ្ចប់ដើមយកចានដុសដាក់ចូលក្នុងចានតែម្ដងបងប្អូនហ្នឹងហើយពិតជាទំនងមែនទែនបងប្អូនណាហ្នឹងហើយអញ្ចឹងដល់ពេលចិញ្ច្រាំប្រហុកខ្ញុំបងប្អូនអានឹកឃើញកាលពីនៅក្មេងៗបងប្អូនណាទៅជួស្រែទៅស្ទង់បាទទៅស្ទង់ទៅជ្រូតស្រូវជ្រូតអីហ្នឹងជាមួយម៉ែបងប្អូនហ្នឹងហើយទៅឃ្វាគោឃ្វាហ្នឹងបាយថ្ងៃត្រង់និយាយថាបានប្រហុកចិញ្ច្រាំបានទឹកត្រីអំពិលណាទឹកត្រីអំពិលជាមួយនឹងត្រីអាំងហ្នឹងហើយសម្លម្ជូរថាប៉េងប៉ោះសម្លម្ជូរអីហ្នឹងនិយាយថាវិជាតិមហាសែនជាតិបងប្អូនហើយបាយ2-3ចានឲ្យដឹងខ្លួនទេបងប្អូនណាហ្នឹងហើយអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំធ្វើអំពីប្រហុកចិញ្ច្រាំកសាំងហ្នឹងមានតែប៉ុណ្្នឹងទេបងប្អូនណាបើសិនណាបងប្អូនបានមើលវីដេអូខ្ញុំហើយសូមបងប្អូនជួយចុច Subscribe Channelបាទសួស្តីពុកម៉ែបងប្អូនទាំងនេះឥឡូវសូមបងប្អូនមើលនៅគ្រឿងផ្សំទាំងអស់គ្នាបងប្អូនណាហ្នឹងហើយចំពោះគ្រឿងផ្សំបាទមានដូចជាជីនឹងវងមានដូចជាស្លឹកក្រូចសើចបាទមានស្ករសមានប៊ីចេងបាទមានខ្ទឹមសមានម្ទេសក្រហមបាទមានប្រហុកមានកសាំងអញ្ចឹងទៅបងប្អូនណាហ្នឹងហើយអញ្ចឹងបន្ទាប់ពីយើងទៅចិញ្ច្រាំនៅប្រហុកកសាំងនឹងបានអញ្ចឹងជាដំបូងហ្នឹងបងប្អូនត្រូវតែយកផ្លែកសាំងហ្នឹងទៅពុះវាណាហ្នឹងហើយទៅពុះវាដើម្បីយើងស្គៀលយកនៅសាច់កសាំងហ្នឹងដើម្បីយើងយកមកចិញ្ច្រាំជាមួយនឹងប្រហុកបងប្អូនហ្នឹងឥឡូវខ្ញុំចាប់ដើមពុះនៅផ្លែកសាំងតែម្ដងណាបងប្អូនហ្នឹងហើយបាទបន្ទាប់ពីកសាំងខ្ញុំបានពុះរួចរាល់អស់ហើយអញ្ចឹងខ្ញុំចាប់ដើមយកស្លាបព្រាហ្នឹងយកមកស្គៀលបាទនៅសាច់កសាំងហ្នឹងដើម្បីយើងយកមកចិញ្ច្រាំជាមួយនឹងប្រហុកបងប្អូនហ្នឹងឥឡូវខ្ញុំចាប់ដើមស្គៀលនៅសាច់កសាំងសិនណាបងប្អូនណាបាទពុកម៉ែបងប្អូនទាំងអស់គ្នាបាទបន្ទាប់ពីខ្ញុំបានស្គៀលនៅសាច់កសាំងរួចរាល់ហើយអញ្ចឹងក៏យើងចាប់ផ្ដើមចិញ្ច្រាំនៅប្រហុកទាំងអស់គ្នាបងប្អូននៅជាដំបូងខ្ញុំទៅដាក់ប្រហុកហ្នឹងហើយដាក់ប្រហុកហ្នឹងមកល្មមសិនណាបងប្អូនដើម្បីយើងចិញ្ច្រាំប្រហុកហ្នឹងឲ្យម៉ត់សិនបងប្អូនហ្នឹងហើយដាក់ឲ្យម៉ត់ហើយបាទចាំយើងនេះដាក់នៅម្ទេសហ្នឹងហើយដាក់នៅម្ទេសចិញ្ច្រាំជាមួយនឹងប្រហុកយើងអញ្ចឹងបងប្អូនបាទឥឡូវបន្ទាប់ពីខ្ញុំបានចិញ្ច្រាំប្រហុកហ្នឹងវាម៉ត់ហើយខ្ញុំចាប់ដើមដាក់ម្ទេសចូលដើម្បីចិញ្ច្រាំជាមួយប្រហុកតែម្ដងណាបងប្អូនបាទបន្ទាប់ពីដាក់ម្ទេសចិញ្ច្រាំហើយខ្ញុំក៏ចាប់ដើមហ្នឹងហើយដាក់នៅកសាំងចូលម្ដងដើម្បីចិញ្ច្រាំជាមួយប្រហុកជាមួយម្ទេសចូលមកគ្នា